ធីសំឡេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកម្មវិធីនេះរៀបចំឡើងដោយគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក្នុងវត្ថុបំណងឈានទៅដល់ការកាត់បន្ថយអំណាចរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋមានអំណាចដោយប្រើយន្តការ8ចំណុចជាគន្លឹះដើម្បីសម្រេចវត្ថុបំណងនេះកម្មវិធីសម្លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើមចេញពីការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋទៅលើគោលធំចំនួន3គឺការយល់ដឹងអំពីប្រជាធិបតេយ្យកិច្ចប្រតិបត្តិព្រះធម៌និងសិលធម៌សង្គមកម្មវិធីសម្លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានផ្សាយតាមរយៈវិទ្យុសំបុកឃ្មុំសម្លេងប្រជាពលរដ្ឋ FM 105 MHz ផ្សាយចេញពីរាជធានីភ្នំពេញដែលផ្សាយជារៀងរាល់ថ្ងៃចាប់ពីម៉ោង2ដល់ម៉ោង3រសៀលនិងមានកម្មវិធីផ្សាយផ្ទាល់ដោយផ្ដល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋចុចទូរស័ព្ទចូលបញ្ចេញមតិយោបល់ឬចោទសួរដេញដោលទៅកាន់វាគ្មិននៅក្នុងកម្មវិធីនេះបាទជាបឋមនេះខ្ញុំប្រកាសថាខ្ញុំបាទទៅជាអ្នកសម្របសម្រួលនៅក្នុងវេទិកាសាធារណៈនៅពេលនេះសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពនិងជាទីសក្ការៈនិងសូមគោរពបងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅក្នុងទីនេះនិងសូមក្រាបថ្វាយបង្គំប្រជាជនគ្រប់ព្រះអង្គក៏ដូចជាបងប្អូនទាំងយើងទាំងអស់គ្នាដែលកំពុងតែមានវត្តមាននៅក្នុងបន្ទប់ Phal Talk ដែលមានបងប្អូនយើងទាំងក្នុងប្រទេសនិងនៅខាងនាយសមុទ្របាទហើយខ្ញុំក៏សូមជម្រាបដែរថាវេទិការបស់យើងនៅថ្ងៃនេះគឺយើងបានប្រពធ្វើនៅភូមិត្រពាំងរាំងឃុំស្នោស្រុកព្រៃកបាសខេត្តតាកែវហើយខ្ញុំក៏សូមជម្រាបឡើងវិញសម្រាប់អ្វីដែលយើងហៅថាធម៌របស់ LDP គឺយើងទៅទីណាក៏ដោយនៅក្នុងប្រទេសឬក៏នៅក្នុងបន្ទប់ Phal Talk ជាមួយនឹងបងប្អូនទាំងអស់គ្នានៅឯនាយសមុទ្រក៏ដោយគឺយើងនិយាយអំពីបញ្ហាប្រភពបញ្ហាទស្សនៈក្នុងការដោះស្រាយនិងប្រាប់អំពីទួលនីតិនិងកាតព្វកិច្ចរបស់បងប្អូនដែលត្រូវធ្វើដើម្បីទៅយកអ្វីដែលបងប្អូនចង់បានដូច្នេះហើយបានជានៅទីណាក៏ដោយគឺយើងតម្រូវឲ្យមានការសួរដេញដោលពីបងប្អូនដើម្បីរកសក្តិភាពនៃគំនិតរបស់យើងប៉ុន្តែក្រោយពីជជែកដឹងខុសដឹងត្រូវហើយបងប្អូនត្រូវកុំភ្លេចថាក្នុងនោះគឺមានទួលនីតិរបស់បងប្អូនមួយដែរដើម្បីចូលរួមទៅយកទៅធ្វើរឿងហ្នឹងមិនមែនគ្រាន់តែជជែកហើយចោលជជែកហើយចូលស្អែកឡើងដាក់មួយរឿងមកចប់មួយរឿងខាងស្អែកឡើងដាក់មួយរឿងទៀតប៉ុន្តែបងប្អូនមិនបានរកអំពីប្រយោជន៍នៃការជជែករបស់បងប្អូនថាតើបងប្អូនជជែកដើម្បីអ្វីជជែកដើម្បីការអត់សុខឬក៏ជជែកដើម្បីរកវិធីដោះស្រាយបញ្ហាសង្គមរបស់យើងអញ្ចឹងបើសិនជាបងប្អូនជជែកថាឃើញផ្លូវនឹងត្រូវហើយបងប្អូនកុំភ្លេចថាបងប្អូនទៅតែធ្វើដោយចាប់ផ្ដើមអំពីសកម្មភាពរបស់បងប្អូនទៅទាំងកម្លាំងនិងទាំងថវិកាដែលបងប្អូនត្រូវធ្វើមិនមែនគ្រាន់តែជជែកហើយទុកចោលជជែកហើយទុកចោលសម្រាប់ពួកយើងមិនបានដឹងមុនប៉ុន្តែប្រសិនបើយើងដឹងមុនហើយមានន័យថាបុគ្គលអញ្ចឹងយើងទុកម្ដុំសិនហើយយើងធ្វើរឿងដែលយើងត្រូវធ្វើដើម្បីឲ្យអ្នកដទៃទៀតដែលគេមានបំណងចូលរួមគេបានដឹងហើយគេផ្ដើមជាសកម្មភាពចូលរួមទាំងអស់គ្នាបាទអញ្ចឹងជាបន្តទៅទៀតនេះខ្ញុំសូមដល់ទូនីតិនេះទៅលោកវាគ្មិនដើម្បីលោកចំណាប់អារម្មណ៍ដើម្បីបើកវេទិកាយើងដំបូងនេះបាទសូមគោរពអញ្ជើញជាបឋមខ្ញុំខំវាសនាសូមគោរពបងប្អូនក្មួយលោកតាលោកយាយទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អានសូមគោរពបងប្អូនដែលកំពុងតែតាមដានស្ដាប់កម្មវិធីផ្សាយផ្ទាល់របស់កម្មវិធីសម្លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលរៀបចំឡើងដោយគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលកំពុងតែផ្សាយផ្ទាល់ចូលទៅក្នុងបន្ទប់ Phal Talk គឺជាបន្ទប់ដែលបងប្អូនអាចស្ដាប់បាននៅតាមអ៊ីនធឺណិតជាពិសេសគឺបងប្អូននៅឯក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានមានសំណួរច្រើនណាស់ដែលគេដាក់មកកាន់យើងហើយយើងចង់យកសំណួរទាំងអស់នោះមកប្រាប់បងប្អូនមកគិតមកពិចារណាដាក់នៅលើតុទាំងអស់គ្នាដើម្បីឲ្យបងប្អូនជួយពិចារណាឲ្យបងប្អូនកើតសទ្ធាជ្រះថ្លាថារឿងហ្នឹងវាអញ្ចឹងមែនមិនមែនព្រោះតែពួកយើងថាទេក៏ប៉ុន្តែដោយសារបងប្អូនបានគិតថាអញ្ចឹងមែនគេមានសំណួរថារឿងរ៉ាវដ៏ធំជាងគេនៅក្នុងស្រុកខ្មែរនោះណាគឺមានចំនួនច្រើនណាស់រឿងរ៉ាវដែលធំនៅក្នុងស្រុកខ្មែរដែលចាត់ទុកជាបញ្ហានឹងមានច្រើនណាស់តើរឿងណាមួយបញ្ហាណាមួយដែលអ្នកចាត់ទុកថាគឺជាបញ្ហាធំជាងគេបំផុត
ក្នុងចំណោមបញ្ហាធំដែលមាននៅក្នុងស្រុកខ្មែរតើអ្នកយល់ថាបញ្ហាណាមួយដែលជាបញ្ហាធំបំផុតនៅក្នុងស្រុកខ្មែរមានជាអាចអន្តោប្រវេសន៍ហូរចូលក្នុងស្រុកខ្មែរនេះគឺជាបញ្ហាមួយតើបញ្ហានេះគឺជាបញ្ហាធំជាងគេបង្អស់ឬបញ្ហាដទៃទៀតបញ្ហាអយុត្តិធម៌សង្គមអយុត្តិធម៌សង្គមនឹងមានចាប់តាំងពីដូនតារបស់យើងបានយកយើងមកនៅលើទឹកដីនេះពួកយើងមានភោគទ្រព្យដែលដូនតាបានបន្សល់ទុកឲ្យអំពើអយុត្តិធម៌ដទៃទៀតក្នុងសង្គមខ្មែរគឺជាសង្គមដែលអ្នកខ្លាំងឈ្នះមិនមែនជាសង្គមដែលអ្នកត្រូវឈ្នះទេទោះបីជាបងប្អូនត្រូវក៏ដោយពេលណាបងប្អូនប្តឹងទៅមេភូមិប្តឹងទៅមេគុំប្តឹងទៅសមត្ថកិច្ចដទៃទៀតមានជាអាចតុលាការជាដើមរឿងសទៅជារឿងខ្មៅរឿងខុសទៅជារឿងត្រូវអយុត្តិធម៌ណាស់អយុត្តិធម៌ទូទៅនេះគឺជាបញ្ហាមួយទៀតតើបញ្ហានេះគឺជាបញ្ហាធំជាងបញ្ហាអន្តោប្រវេសន៍ឬបញ្ហាអន្តោប្រវេសន៍ធំជាងរឿងបញ្ហាអយុត្តិធម៌ការរស់នៅមិនស្មើភាពគ្នានៅក្នុងសង្គមនេះមានអ្នកខ្លះត្រូវបានគេគោរពមានអ្នកខ្លះកើតមកត្រូវតែគោរពគេតែហ្មងវាកើតមកតាមធម្មជាតិមនុស្សកើតមកស្មើភាពគ្នាពីកំណើតប៉ុន្តែក្នុងសង្គមខ្មែរយើងឃើញមនុស្សខ្លះមានចិត្តនឹងចង់ឲ្យគេគោរពតែហ្មងរៀបចំធ្វើខ្លួនឯងឲ្យមានអំណាចដើម្បីឲ្យអ្នកដទៃគោរពប៉ុន្តែប្រជាពលរដ្ឋឯនេះវិញគឺកើតមកចាំតែគោរពគេនឹងមកជីវិតរបស់កូននឹងជីវិតរបស់ខ្លួននឹងតកូនតចៅទៅទៀតមានន័យថាតាមច្បាប់ធម្មជាតិដែលមនុស្សកើតមកមនុស្សត្រូវស្មើគ្នាពីកំណើតយើងរកឃើញថានៅក្នុងសង្គមយើងមានការជិះជាន់មានអ្នកដែលកើតមកត្រូវឲ្យគេគោរពនិងអ្នកខ្លះទៀតកើតមកត្រូវតែគោរពគេភាពមិនស្មើមុខគ្នាការរឹបអូសយកដីធ្លីក៏ជាបញ្ហាទូទៅដែលកើតមានក្នុងសង្គមជាតិរបស់យើងដែរវិបត្តិប្រជាធិបតេយ្យគឺពលរដ្ឋឥតមានអំណាចក៏ជាបញ្ហាធំមួយដែរបញ្ហាទាំងអស់នេះតើបងប្អូនប្រៀបធៀបមើលបញ្ហាមួយណាធំជាងគេដែលចាត់ទុកជាបញ្ហាធំជាងគេបញ្ហាអន្តោប្រវេសន៍ចូលក្នុងដីខ្មែរនាំទៅដល់ការបាត់បង់ពូជសាសន៍នៅថ្ងៃណាមួយបញ្ហាអយុត្តិធម៌សង្គមបញ្ហាសុខភាពបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសួរថាតើក្នុងចំណោមបញ្ហាទាំងអស់ហ្នឹងបញ្ហាមួយណាគឺជាបញ្ហាធំជាងគេបងអស់ណែសំណួរបែបហ្នឹងគេតែងតែសួរមកកាន់គណៈបកនយោបាយរួចហើយគេសួរទៀតថាតើបញ្ហាទាំងអស់ហ្នឹងត្រូវដោះស្រាយយ៉ាងម៉េចជាទូទៅអ្នកសួរហាក់បីដូចជាខ្លួនគេនឹងនៅលើមេឃហាក់បីដូចជាខ្លួនគេនឹងមិនមែនជាជនជាតិខ្មែរទេហាក់បីដូចជាថាអ្នកនយោបាយទេគឺជាអ្នកដោះស្រាយបញ្ហាហ្នឹងគាត់ហាក់បីដូចជាមនុស្សនៅក្រៅសង្គមដូចជាមនុស្សដែលមិនមែនមកសួរចង់ដឹងដើម្បីចូលរួមក្នុងការដោះស្រាយដែរទេហាក់បីដូចជាគាត់នឹងនៅក្រៅសង្គមថារឿងហ្នឹងគឺថាយើងជាអ្នកនយោបាយត្រូវដោះស្រាយតែឯងអញ្ចឹងដែលក្នុងន័យប្រជាធិបតេយ្យណាប្រជាពលរដ្ឋមានសិទ្ធិជាម្ចាស់ប្រទេសទាំងអស់គ្នាចលនាប្រជាធិបតេយ្យគឺជាចលនារបស់ប្រជាពលរដ្ឋកើតពីប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋដើម្បីប្រជាពលរដ្ឋយើងជួបជុំគ្នាដើម្បីទៅជែកអំពីបញ្ហារបស់យើងស្វះស្វែងរកប្រភពនៃបញ្ហារបស់ពួកយើងលើកជាទស្សនៈក្នុងការដោះស្រាយបញ្ហារបស់ពួកយើងរួចហើយចែកការងារគ្នាធ្វើដើម្បីឲ្យយើងបានទទួលផលអំពីការខិតខំរួមរបស់យើងប៉ុន្តែជាទូទៅមនុស្សដែលមកសួរអ្នកនយោបាយពួកគេចាត់ទុកខ្លួនគេជាអ្នកនៅក្រៅនយោបាយហើយគេសួររឿងហ្នឹងមកកាន់អ្នកនយោបាយហាក់បីដូចជាខ្លួនគេហ្នឹងគ្មានតាក់ទងអ្វីជាមួយនឹងកិច្ចការនយោបាយគ្មានតាក់ទងអ្វីជាមួយនឹងកិច្ចការដោះស្រាយបញ្ហាប្រទេសជាតិដែលវាខុសតាមន័យប្រជាធិបតេយ្យប្រជាធិបតេយ្យគឺជាចលនារបស់ប្រជាពលរដ្ឋកើតពីប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋដើម្បីប្រជាពលរដ្ឋមានបញ្ហាគាត់ជំនុំគ្នាចង់ដោះស្រាយបញ្ហាហ្នឹងនេះគឺជាទម្រង់នៃការធ្វើការបែបប្រជាធិបតេយ្យប៉ុន្តែជាទូទៅមនុស្សខ្មែរមកសួរអ្នកនយោបាយ
ហាក់បីដូចជាខ្លួនគាត់នឹងគ្មានការទទួលខុសត្រូវស្អីបន្តិចក្នុងចលនានឹងអញ្ចឹងដាក់បន្ទុកទាំងស្រុងមកលើអ្នកនយោបាយបើអ្នកនយោបាយធ្ងន់ម្លឹងណាពេលដែលគេឈ្នះឆ្នោតទៅសមហើយគេស៊ីតឯងហ្នឹងវាត្រូវហើយពួកអីពីព្រោះពេលគេធ្វើគេខំខ្លាំងណាស់មានបញ្ហាស្អីបន្តិចយើងយកមកសួរអ្នកនយោបាយយើងយកមកដាក់បន្ទុកលើគេដូចមិនមែនរឿងរបស់ខ្លួនឯងអញ្ចឹងបើបងប្អូនគិតអញ្ចឹងពេលអ្នកនយោបាយគេឈ្នះឆ្នោតគេស៊ីសមមុខគេហើយពីព្រោះគេខំជាងគេប៉ុន្តែបើសិនណាជាបងប្អូនគិតថាចលនាប្រជាធិបតេយ្យជាចលនារបស់ប្រជាប្រដ្ឋមានបញ្ហាបងប្អូនចូលរួមដោះស្រាយទាំងអស់គ្នាពេលហ្នឹងពេលដែលពួកយើងឈ្នះឆ្នោតបងប្អូនមានហេតុផលសមរម្យក្នុងការទាមទារផលប្រយោជន៍ដែលបងប្អូនខំទាំងអស់គ្នាអ្នកឯងស៊ីម្នាក់ឯងអត់ត្រឹមត្រូវទេពីព្រោះការចូលរួមគឺខ្ញុំចូលរួមដុតដៃដុតជើងដែរបងប្អូនមានហេតុផលសមរម្យដើម្បីទាមទារចំណែកដ៏សមរម្យរបស់បងប្អូនប៉ុន្តែបើបងប្អូនមកសួរអ្នកនយោបាយហាក់បីដូចជាកិច្ចការនឹងដាក់បន្ទុកធ្ងន់ទៅលើតាអ្នកនយោបាយបងប្អូនដូចគ្មានទទួលខុសត្រូវក្នុងរឿងហ្នឹងពេលដែលឈ្នះឆ្នោតទៅណាគេស៊ីបងប្អូនកំខឹងព្រោះអីពីព្រោះពេលគេធ្វើក៏គេធ្វើតែឯងដែរអញ្ចឹងដល់ពេលគេបានបងប្អូនកំខឹងប៉ុន្តែបើសិនណាជាបងប្អូនចូលរួមគិតចូលរួមពិចារណាចូលរួមធ្វើនិងចូលរួមទទួលខុសត្រូវណាពេលដែលឈ្នះឆ្នោតគឺបងប្អូនមានហេតុផលសមរម្យក្នុងការទាមទារនៅចំណែករបស់បងប្អូននៅភាពយុត្តិធម៌ដែលបងប្អូនបានខំទាំងអស់គ្នាណែបញ្ហាទាំងអស់ដែលខ្ញុំរៀបរាប់ខាងដើមហ្នឹងបញ្ហាអន្តោប្រវេសន៍បញ្ហាអយុត្តិធម៌សង្គមបញ្ហាដីធ្លីបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់យើងបញ្ហាសុខភាពបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋគេដាក់សំណួរមកកាន់យើងថាតើក្នុងចំណោមបញ្ហាទាំងអស់ហ្នឹងបញ្ហាណាមួយធំជាងគេបំផុតសំណោះតែយើងយកបញ្ហាដែលគេលើកទាំងអស់ហ្នឹងសំណោះតែយើងទៅយកមួយក្នុងចំណោមបញ្ហាដែលគេលើកមកហ្នឹងមកធ្វើជាចម្លើយសម្រាប់ឆ្លើយទៅកាន់គេវិញឲ្យសមនឹងបំណងរបស់គេណាឧទាហរណ៍ថាគេសួរយើងថាបាយហើយបបរហើយស៊ីអាណាគេរំពឹងទុកថាក្នុងចំណោមពីរហ្នឹងយើងមុខតែស៊ីបាយហើយនឹងបបរដល់ពេលយើងឆ្លើយយើងថាខ្ញុំស៊ីលូតទៅណាណោះគេរៀបរាប់មកកំភ្លុះមិញហ្នឹងបញ្ហាអន្តោប្រវេសន៍បញ្ហាអយុត្តិធម៌សង្គមបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋបញ្ហាដីធ្លីបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតើអ្នកយល់ថាមួយណាជាបញ្ហាធំជាងគេនៅក្នុងសង្គមខ្មែរដល់ពេលគេសួរសំណួរបែបហ្នឹងមកខ្ញុំដឹងខ្ញុំឆ្លើយទៅគេឆ្លើយនឹងសំណួររបស់គេទៅវិញយ៉ាងម៉េចទេបងប្អូនខ្ញុំថាក្នុងចំណោមបញ្ហាទាំងអស់ហ្នឹងឥតមានបញ្ហាណាមួយសំខាន់ជាងបញ្ហាណាទេឥតមានបញ្ហាណាមួយចាត់ទុកជាបញ្ហាធំជាងគ្នាទេបញ្ហាដែលធំជាងគេបំផុតណាគឺភាពល្ងងខ្លៅរបស់ប្រជាពលរដ្ឋនេះគឺជាបញ្ហាធំជាងគេបំផុតគឺជាបញ្ហាបន្ទាន់ដែលត្រូវតែដោះស្រាយភាពល្ងងខ្លៅរបស់ប្រជាពលរដ្ឋត្រូវដោះស្រាយជាបន្ទាន់កាលណាដោះស្រាយភាពល្ងងខ្លៅរបស់ប្រជាពលរដ្ឋរួចស្រេចបាច់ហើយបញ្ហាទាំងអស់ត្រូវបានដោះស្រាយជាបន្តបញ្ហាទាំងអស់ដែលបងប្អូនរៀបរាប់ខាងដើមត្រូវបានដោះស្រាយទាំងអស់សំខាន់ណាស់បងប្អូនអ្នកនយោបាយក្រៅអំពីបេះដូងស្មោះត្រង់ពួកគេត្រូវមានទស្សនវិស័យគេដឹងអំពីរបៀបនៃការដោះស្រាយគេដឹងថាតើត្រូវចាប់ដើមពីចំណុចណាទៅប៉ុន្តែនៅស្រុកខ្មែរអ្នកនយោបាយភាគច្រើនណាស់ដែលគេបង្ហាញអំពីដួងចិត្តរបស់គេជាបុគ្គលស្នេហាជាតិបង្ហាញអំពីដួងចិត្តរបស់គេថាគេគឺជាមនុស្សដែលស្នេហាជាតិយើងមិនទាន់ឆែកមើលថាតើគេស្នេហាជាតិមែនឬអត់ផងជាទូទៅមនុស្សមិនដែលសិក្សាអំពីច្បាប់ធម្មជាតិឲ្យដល់ឫសគល់ពួកគេមិនដែលលោតរួចលោកធម៌ទេបើមិនលៀបទេយោះបើមិនយោះទេតសើបើមិនតសើទេសុខមនុស្សដែលជាប់លោកធម៌គ្មានបេះដូងឯណាទៅស្នេហាអ្នកដទៃមុននឹងលោកធម៌របស់ខ្លួនទេតែស្នេហាលោកធម៌ហើយមនុស្សគឺធ្វើដើម្បីអញហើយអញ្ចឹងជាទូទៅពិបាករកណាស់អ្នកដែលមានបេះដូងស្នេហាជាតិពិតប្រាកដអ្នក
ដែលធ្វើការងារប្រកបទៅដោយឧត្តមគតិអ្នកដែលធ្វើការងារដែលចាត់ទុកថាជាការងារថ្លៃថ្នូរការងារឧត្តមគតិការងារថ្លៃថ្នូរគឺជាការងារដែលប្រាសចាកភាពអាត្មានិយមបើធ្វើក្នុងន័យដើម្បីអញដដែលនឹងអីថ្លៃថ្នូរទេបានធ្វើរដ្ឋមន្ត្រីថ្លៃថ្នូរបានធ្វើតំណាងរាស្ត្រថ្លៃថ្នូរមានឡានជិះថ្លៃថ្នូរមានទ្រព្យសម្បត្តិថ្លៃថ្នូរការងារអស់នេះសុទ្ធសឹងតែជាការងារដែលនៅក្នុងភាពអាត្មានិយមការងារបែបហ្នឹងគ្មានអីថ្លៃថ្នូរទេការងារដែលថ្លៃថ្នូរការងារដែលមានឧត្តមគតិគឺការងារដែលប្រាសចាកភាពអាត្មានិយមជាប្រយោជន៍សម្រាប់អ្នកដទៃអ្នកដែលធ្វើប្រយោជន៍សម្រាប់អ្នកដទៃបានសុទ្ធតែមនុស្សលោតរួចលោកធម៌ទាំងអស់លោតរួចអាលៀបយោះទៅស្អើសុកទាំងអស់គ្រាន់តែរកបេះដូងនឹងរកពិបាកផងប៉ុន្តែឥឡូវណាថាគេមានបេះដូងទៅហើយចុះទោះបីជាគេមានបេះដូងណាក៏គេអត់ទស្សនវិស័យនឹងដែរដូចខ្ញុំនិយាយមិនអញ្ចឹងប្រជាប្រដ្ឋជាទូទៅគាត់សួរមកយើងថាក្នុងចំណោមបញ្ហាធំនៅក្នុងស្រុកខ្មែរតើអ្នកចាត់ទុកថាបញ្ហាណាមួយជាបញ្ហាអធិភាពបញ្ហាអន្តោប្រវេសន៍បញ្ហាដីធ្លីបញ្ហាអយុត្តិធម៌សង្គមបញ្ហាសុខភាពបញ្ហាជីវភាពរស់នៅរបស់ប្រជាប្រដ្ឋតើបញ្ហាទាំងអស់ហ្នឹងបញ្ហាមួយណាធំជាងគេហើយអ្នកដោះស្រាយបញ្ហាហ្នឹងយ៉ាងម៉េចសំណោះតែយើងយកការលើកជាបញ្ហារបស់គេហ្នឹងលើកទាំងអស់ហ្នឹងសំណោះតែយើងយកមួយមកឆ្លើយតបឲ្យស្របនឹងបំណងរបស់គេដែលជាសេចក្តីសង្ឃឹមថាពិតជាមានក្នុងចំណោមហ្នឹងណាថាតើពិតជាមានក្នុងចំណោមដែលគេលើកមកថាប្រហែលជាយើងយកបញ្ហាណាមួយណាចាត់ទុកជាបញ្ហាធំណាឲ្យស្របតាមបំណងរបស់គេជួនកាលគេគិតថាយើងប្រហែលឆ្លើយខុសរួចហើយគេចាំវាយបកមកយើងវិញណាបើយើងថាអន្តោប្រវេសន៍គេថាស្អីមួយទៀតឥឡូវគេសួរគឺក្នុងន័យបែបហ្នឹងសំណោះតែយើងបានឆ្លើយតបទៅតាមការរំពឹងទុករបស់អ្នកស្មោះទទេស្អាតខ្ញុំថាក្នុងចំណោមបញ្ហារបស់អ្នកដែលរៀបរាប់ខាងដើមមិញខ្ញុំរកមិនឃើញថាបញ្ហានោះជាបញ្ហាធំផងបញ្ហាធំជាងគេបំផុតគឺភាពល្ងង់ខ្លៅរបស់ប្រជាប្រដ្ឋធំណាស់បញ្ហាហ្នឹងតែដោះស្រាយភាពល្ងង់ខ្លៅរបស់ប្រជាប្រដ្ឋរួចហើយបញ្ហាទាំងអស់ត្រូវបានដោះស្រាយមកបងប្អូនពិចារណាអ្នកនយោបាយសំខាន់ណាស់ក្រៅអំពីទឹកចិត្តស្នេហាជាតិត្រូវមានទស្សនវិស័យអាទស្សនវិស័យហ្នឹងគេដឹងពីរបៀបនៃការដោះស្រាយគេដឹងអំពីចំណុចចាប់ផ្ដើមក្នុងការដោះស្រាយបញ្ហាហ្នឹងអ្នកនយោបាយខ្មែរដែលនាំជាតិមិនដល់គោលដៅតាំងពីកន្លងមកគឺអត់មានអាទស្សនវិស័យហ្នឹងបងប្អូនណាបរទេសខាងកើតទៅវាអាចយកដីរបស់យើងបានណាវាអាចមានឥទ្ធិពលមកលើប្រទេសយើងរហូតដល់សប្តាហ៍ថ្ងៃដោយសារគេទៅជាមួយនឹងទស្សនវិស័យគេដឹងពីរបៀបនៃការធ្វើគេដឹងអំពីចំណុចចាប់ផ្ដើមថាតើរឿងហ្នឹងគេចាប់ផ្ដើមពីត្រង់ចំណុចណាទៅរួចហើយគេធ្វើរបៀបម៉េចគេត្រួតពិនិត្យពីធនធានរបស់គេពិនិត្យពីឧបសគ្គរបស់គេរួចហើយគេចាប់ផ្ដើមក្នុងចំណុចចាប់ផ្ដើមមួយដ៏ត្រឹមត្រូវរួចហើយទស្សនវិស័យរបៀបនៃការបត់បែននីតិវិធីនាំទៅដល់គោលដៅរបស់គេគឺជានីតិវិធីដែលបានពិចារណាល្អិតល្អន់ក្រោមច្បាប់ហេតុនិងផលអ្នកនយោបាយខ្មែរជាទូទៅគឺអត់អទស្សនវិស័យហ្នឹងគេធ្វើនយោបាយគេមិនហ៊ានប្រឆាំងជាមួយនឹងគំនិតរបស់ប្រជាប្រដ្ឋទេទោះបីជាគេដឹងថាប្រជាប្រដ្ឋនឹងគិតខុសក៏ដោយពីព្រោះគេត្រូវការសន្លឹកឆ្នោតចំណែកពួកយើងត្រូវការជួយសង្គមពិតប្រាកដមែនត្រូវការដោះស្រាយបញ្ហានឹងពិតប្រាកដមែនដូច្នេះបើមិនទៅតាមផ្លូវដែលយើងយល់ទេទោះបីជាយើងបានសន្លឹកឆ្នោតក៏យើងមិនអាចដោះស្រាយបញ្ហាប្រទេសយើងបានពិតប្រាកដដែរក៏យើងមិនអាចដោះស្រាយបញ្ហាទាំងអស់របស់ប្រទេសយើងបានដែរនេះគឺជាលក្ខណៈពិសេសរបស់ក្រុមយើងដែលយើងធ្វើដោយមិនគិតអំពីសន្លឹកឆ្នោតឡើយយើងគិតថាតើពេលដែលយើងឈ្នះឆ្នោតយើងអាចដោះស្រាយបញ្ហានឹងបានដែរឬទេបើគ្រាន់តែត្រឹមឈ្នះឆ្នោតរួចហើយមិនអាចដោះស្រាយបញ្ហានឹងបានយើងស្ទង់ដោយបញ្ញារបស់យើងនិងដោយភាពស្មោះត្រង់របស់យើងក្នុងដួងចិត្តដោយប្រះចាកភាពលំអៀងយើងរកឃើញថាពេលដែលយើងឈ្នះឆ្នោតណាយើងមិនអាចដោះស្រាយបញ្ហានឹងបានសិលឹកឆ្នោតបែបហ្នឹងយើងអត់យកទេនេះគឺជាចំណុចខ្លាំងឬក៏ជាចំណុចពិសេសដែលខុសពីគណៈបកដទៃទៀតយើងមិនស្របជាមួយនឹងអិរិយាបថនយោបាយរបស់គណៈបកដទៃទៀតដែលជាទូទៅគេធ្វើនយោបាយសម្រុកទៅរកសន្លឹកឆ្នោតចំណែកយើងវិញយើងសម្រុកទាញរាសឲ្យមកយល់
តាមអ្វីដែលយើងយល់ថាត្រូវដោយមិនបានគិតដល់សัญลักษณ์ឆ្នោតសោះឡើយនេះជាលក្ខណៈដាច់ដោយឡែករបស់គណៈបកយើងហើយជាលក្ខណៈពិសេសទៅទៀតផងដែលគណៈបកដតីទៀតពីកន្លងមកមិនដែលមានសោះឡើយភាពល្ងងខ្លៅរបស់ប្រជាពលរដ្ឋគឺជាចំណុចសំខាន់បំផុតដែលត្រូវដោះស្រាយមុនគេបំផុតមនុស្សល្ងងនៅទីណាការបោកប្រាស់មាននៅទីនោះពាក្យថាល្ងងខ្លៅមួយម៉ាត់នេះណាមិនទាន់ក្តោបភាពអសកម្មរបស់ប្រជាពលរដ្ឋទូទៅក្នុងប្រទេសយើងទេប៉ុន្តែភាសានេះគឺជាភាសាដែលខ្មែរងាយយល់បំផុតគឺភាពល្ងងខ្លៅរបស់ប្រជាពលរដ្ឋក៏ប៉ុន្តែការពិតទៅភាពល្ងងខ្លៅគ្រាន់តែជាផ្នែកមួយនៃភាពអសកម្មរបស់ប្រជាពលរដ្ឋខ្មែរទេភាពអសកម្មបានវាក្តោប